ស្ដីប្រិមិត្តសំលេងថ្នាលបណ្ដោះក្រពូជគុណអាស្រ័យខ្មែរជាទីមេត្រីនេះជាសារអបអរសាទរនិងជូនពរប្រចាំថ្ងៃសៅរ៍10កើតខែបោះឆ្នាំវស្សាអត្តស័កពុទ្ធសករាជ2560ត្រូវនៅថ្ងៃទី7ខែមករាគ្រិស្តសករាជ2017សូមបន្ទន់កិរិយាផ្ចង់អញ្ជលីក្រាបថ្វាយបង្គំសម្ដេចព្រះបរមសមត្ថសង្ឃសម្ដេចព្រះបរមរាជសង្ឃព្រះដេចគុណព្រះមហាថេរៈអនុថេរគង់ចម្រើននៅព្រះអាណាបនសតិកម្មដ្ឋានលើរតនបល្ល័ង្កគ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមលំអរស្មឹងស្មាតឧទ្ទិសរំលឹកគុណព្រះវិញ្ញាណក្ខន្ធព្រះបព្វមហាបរិក្សត្រស្ដេចសត្វសង្គ្រាមជ័យជ័យនិងវិញ្ញាណក្ខន្ធបព្វមហាបរិក្សបុរសរដ្ឋដែលបានពលីជីវិតក្នុងបព្វហេតុជាតិទទួលបានជោគជ័យភាពលើមរតយោជាមហាមាធិរាជទាំងអស់ជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពបងប្អូនរួមឈាមខ្មែរជាម្ចាស់នគរទាំង3ខ្មែរដែលរស់នៅក្នុងខេត្តខាងលើខ្មែរកណ្ដាលនិងខ្មែរដែលរស់នៅក្នុងខេត្តខាងក្រោមជាខ្មែរតែមួយព្រមទាំងបងប្អូនកូនខ្មែរក្រុមអ្នកស្នាជាតិដែលរស់នៅក្នុងស្រុកនិងនៅក្រៅប្រទេសពាសពេញពិភពលោកទាំងអស់ជាទីគោរពនិងជាទីរាប់អានដ៏ជ្រាលជ្រៅអហង្រីយើងខ្ញុំព្រះករណាដោយកិរិយានមស្ការក្រាបថ្វាយបង្គំអរតមាននិមន្តនៅអថតរៈសត្តមង្គលានុភាវេនៈដោយមហានុភាពរិទ្ធបវរជ័យមហាសិរីមង្គលរួមទាំង108ក្រាបថ្វាយបង្គំអរតមាននិមន្តនៅនរោតឆពនរិស្យានុភាវេនៈដោយមហានុភាពមហិទ្ធិរិទ្ធរស្មីនរោឆពនរាំងសីជាគុណកែវរតនៈពន្លឺត្រចង់ឧត្តមក្រៃឆ្នើមរួមទាំង6បានសម្រេចដោយឧត្តមបញ្ញាញាណសិរីមង្គលសម្រេចបានជោគមហាជ័យសិទ្ធិសិរីមង្គលតម្កល់មមប្រកបដោយកិត្យានុឥស្សរយុសិរីមង្គលលើកាយសម្បទារបស់អរិយបុគ្គលដែលបានអភិសេកប្រក់ព្រំនិងបានប្រទានពរប្រក់ព្រំហើយរួចបានកត់ត្រាកំណត់កាលៈបរិច្ឆេទជាថ្ងៃមង្គលឧត្តមបានគុំកំណើតដើម្បីបដិសន្ធិជាស្ថាពរសម្រេចរួចហើយឧកាសៈបពិតព្រះបរមរមត្តមហាបរមីព្រះបរមចតុលោកបាលមហាព្រំព្រះព្រំលិខិតព្រះបរមទេពារាសីព្រះមហាបញ្ចសកៈទេវរាជស្ដេចទេវតាព្រះទេវាភិបាលព្រះចាតមហារាជការទ្រង់បានអភិសេកបញ្ជាន់ប្រសិទ្ធិពលីកាជំនះរាសីអសន្តិវីរៈប្រកបដោយអភិនិភេកអង្គជោគចតាសួស្ដីសិរីមង្គលអមតៈតម្កល់មមអង្គព្រះគុណស្ដេចព្រះនរាយណ៍ព្រះវិស្ណុស្ដេចអាទិទេពនិងព្រះបន្ទុំសម្ដេចព្រះគ្រូមេមីអេសីចក្រវាលទាំងចម្ពោះទ្វីបបាននำកល់ថេនៅបុព្វសិទ្ធកាតាបសិទ្ធដើម្បីប្រគំតតាំងប្រមាញ់ផ្ចាញ់មារាធិរាជមរតយោសង្គ្រាមប្រកបដោយឫទ្ធានុភាពជាជោគជ័យមហាសិកាអមតៈនិរន្តរ៍ទ្រង់បានប្រទានពរនិងទ្រង់ប្រក់ព្រំហើយកំណត់ទៅចាប់បដិសន្ធិនៅក្នុងពីលាសូរ្យកតេថ្ងៃអាទិត្យទី9ខែមករាគ្រិស្តសករាជ1950កំណត់ដោយសុក្រិតភាពជាស្ថាពររួចជាស្រេចហើយទទួលបានគ្រប់សពអស់ហើយនៅព្រះធម្មពិសេសប្រក់ព្រំនិងបានទទួលព្រះមហាពរសម្រាប់ជ័យជាសម្រេចទាំងព្រមនៅការកំណត់កាលបរិច្ឆេទដល់អ្នកខត្តរិទ្ធិវារបស់ព្រះទ្រង់បានសម្ដែងខាងលើ
តាមរវងចក្រគូចរបដិចក្រសមុបាទវិញ្ញាណជាបច្ច័យបឋមយាបដិសន្ធិជីវ័នកំណើតក្នុងសូរ្យកតិមង្គលតាមព្រះពលាជ័យត្រូវនៅថ្ងៃអាទិត្យទី9ខែមករាឆ្នាំ1950ជូនចំពោះអតិវរៈជាតិបុត្រឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតដាំឆារីអគ្គស្ថាបនិកជាប្រធានឧត្តមក្រុមប្រឹក្សាខ្មែរជួយខ្មែររំដោះជាតិនិងជាអគ្គបញ្ជាការនៃការិយាល័យគ្រប់គ្រងនិងត្រួតពិនិត្យរដ្ឋាភិបាលអន្តរជាតិ UNOITC ទាំង9តំបន់ភូមិភាគស្ថិតក្រោមឆាត់សិទ្ធិអំណាចរបស់ឧត្តមក្រុមប្រឹក្សានៃគណៈកម្មការ300របស់រដ្ឋាភិបាលស្រមោលពីពិភពលោកអ្នកខិតរឹកនៃបឋមបដិសិទ្ធិយាមក៏ក្នុងផ្សេងម្ដាយនៅអ្នកខិតរឹកនៃបរិឆេទសម្ភពយាមលោកអ្នកម្ដាយជាអ្នកបានបង្កើតប្រកាសនរបតីដំឡើងវរៈស័ក្តិត្រូវនៅខែអាទិត្យទី9ខែមករាឆ្នាំ1950នេះបានប្រមូលផ្គុំជារូបរាងកាយឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតដាំឆារីប្រណម្យជោគចតារិស័យគីវាឧត្តមឧត្តមកំណើតជាអតិវរៈជាតិបុត្របញ្ចុះពន្លឺរស្មីឆោផនស័យបុព្វបច្ច័យអត្តសញ្ញាណឧបនិស្ស័យមនសិការនិងឧត្តមគតិជាតិមាតុភូមិនិងភ្ជាប់សតិសម្បជញ្ញៈជាទីពឹងទីរលឹកនៃប្រជាជាតិខ្មែររួមឈាមទាំង3នគរមានលោហិតឈាមជ័រជាខ្មែររួមសាសខ្មែរតែមួយទាំងអស់គ្នាព្រះបរមចក្រមហាព្រហ្មទ្រង់កំណត់យុទ្ធយូនកំណើតក៏ជាកូនក្នុងផ្ទៃដ៏ត្រជាក់ត្រជុំរបស់លោកអ្នកម្ដាយជាទីសក្ការៈជាមហាឧបាសិកាមានព្រហ្មវិហារធម៌ទូលំទូលាយអាស្រ័យលំនៅឋានក្នុងទីជនបទជាប់ក្នុងខេត្តខាងលើថៃកម្ពុជាលោកអ្នកម្ដាយដែលបានបង្កើតឲ្យមានជីវិតឆ្លងកាត់ទំហំទុកក្នុងថ្ងៃសម្ភពក្នុងថ្ងៃបង្កើតឯកឧត្តមសាស្ត្រាចារ្យទាំងការស៊ូទ្រាំឈឺចាប់ក្រៅសាទាំងបានបំពេញឧបការគុណជាមេដាដ៏ប្រសើរយ៉ាងប្រពៃក្នុងលោកក្នុងទឹកដីមហានគរកំណើតខ្មែរសូមចម្រើននៅព្រះព្រហ្មវិហារធម៌គុណមហាករណាធិគុណនិងឧទ្ទិសគោរពនៅគុណូបរគុណដ៏ខ្ពង់ខ្ពស់ចំពោះលោកអ្នកម្ដាយដ៏មានគុណដែលលោកបានចិញ្ចឹមបីបាច់ថែរក្សាថ្នាក់ថ្នមចាប់តាំងពីក្នុងសភាពជាទារកបាន7ខែដោយសុភមង្គលជាយាសុខក្រុមរមនាវាសនាកម្មនៃនាវាជីវិតដ៏មហាសែនអនិច្ចាដែលជាអកុសលលោកឪពុកដ៏មានគុណត្រូវបានទទួលអនិច្ចកម្មចោលទៅបន្សល់ទុកឯកឧត្តមជាកុមារកំព្រាទូលគត់មានទីពឹងពំនាក់អាស្រ័យនៅជាមួយលោកអ្នកម្ដាយជាស្ត្រីមេម៉ាយរហូតបានអាយុ7ខែជីវិតដ៏អាផកសោកសៅបារស័ក្តិបាត់ទៅក្រោយមកបានស្ថិតក្នុងកលៈទេសៈភពសំណាងថ្មីមួយដោយសារថ្ងៃអន្សាបារមីជាថ្ងៃកំណើតដ៏ល្អបវរវិសុទ្ធបានរំភើបពើបជំពាក់នៅសង្វាក់លិខិតព្រះព្រហ្មជាភពព្រេងនិស័យកម្មដ៏ត្រចះត្រចង់បានបានសត្វវាសនាឯកឧត្តមចុះជាមួយមហាសាស្ត្រាចារ្យបណ្ឌិតជនជាតិបរទេសទទួលយកទៅបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់កម្រិតឧត្តមវិជ្ជាថ្នាក់បណ្ឌិតនិងទទួលបាននៅជំនាញថ្នាក់អន្តរជាតិមានសមត្ថភាពនិងបច្ចេកទេសបទពិសោធន៍កិច្ចការជាច្រើនមុខសញ្ញានិងបានបម្រើការជាច្រើនទសវត្សរ៍ទទួលបានបរមងារដ៏ខ្ពង់ខ្ពស់សំខាន់គឺជំនាញឯកទេសខាងសេដ្ឋកិច្ចហិរញ្ញវត្ថុបណ្ឌិតនិតិក្រមគណៈមេធាវីកម្រិតអន្តរជាតិបណ្ឌិតសភាចារផ្នែកយោធាលក្ខនិងលក្ខតាំងពីថ្ងៃទី20ខែមករាឆ្នាំ1995មកបានដឹកនាំទទួលខុសត្រូវជាន់ខ្ពស់ជាអគ្គបញ្ជាការគ្រប់គ្រងនិងត្រួតពិនិត្យរដ្ឋាភិបាលអន្តរជាតិ UNOITC ទាំង9តំបន់ភូមិភាគស្ថិតក្រោមឆាកសិទ្ធិអំណាច
របស់ឧត្តមក្រុមប្រឹក្សានៃគណៈកម្មការស្រមោល300នៃរដ្ឋាភិបាលស្រមោលពិភពលោកជារៀងរហូតមកទល់នឹងបច្ចុប្បន្ននេះស្ថានភាពជីវិតដ៏ដកដម្ភរួមដោយគំនិតអង្គប្រកបដោយកិត្តិយសកិច្ចមានសន្តាប់សន្សំសំចៃខ្ពស់ត្រៀមគុំដោយសមាមាត្រទៅនឹងអច្ឆរិយប្រកបតិនរបស់ថ្ងៃកំណើតថ្ងៃ9ខែមករាឆ្នាំ1950ជាថ្ងៃមានសំណាងអភិនិហារិទ្ធានុភាពសញ្ជាតិទោះបីលោកមានសុភមង្គលក្រមលុបជីវិតខ្ពង់ខ្ពស់ស្មើនឹងបណ្ដាសេដ្ឋីទាំងឡាយក្នុងឧត្តមក្រុមប្រឹក្សារដ្ឋាភិបាលស្រមោលនៃគណៈកម្មការ300លើពិភពលោកក៏ដោយថ្ងៃកំណើតដ៏បរិសុទ្ធនេះនៅបានពញ្ញៈស្មារតីសតិបញ្ញាញាណចក្ខុក្នុងសតិសបញ្ញៈជាអលជីប្រកាន់ខ្ជាប់នៅសច្ចធម៌ព្រមវិហារធម៌និងយុត្តិធម៌ស្រវាស្រទិញជានិច្ចកាលអត់ងាកប្រែក្រឡាស់ពីប្រលឹងសញ្ជាតិោបនិយកម្មឬវាសនាអនាគតប្រទេសកម្ពុជាតែងតែអន្តោផ្ដិតអារម្មណ៍យកចិត្តទុកដាក់នឹងបានឈឺចុកចាប់ចំពោះមាតុភូមិជាស្ថានលំនៅកំណើតរួមទាំងជប់សញ្ជឹងជាមួយវាសនាទុក្ខវេទនារបស់អនាគតមហាសង្គមគ្រួសារខ្មែរជាម្ចាស់នគរទាំងមូលថ្ងៃកំណើត9មករា1950របស់ឯកឧត្តមបានញ៉ាំងសទ្ធាលះបង់ដើម្បីគិតគូរផលប្រយោជន៍ជាតិជាធំមានគោលជំហរប្រកាន់លទ្ធិប្រជាធិបតេយ្យដល់អំណាចជូនរាជជាធំសង្គ្រោះបម្រើរាជជាចៅហ្វាយការពារសិទ្ធិសេរីភាពនិងការពារសុខុមាលភាពរាជលើទឹកដីសវណ្ណភូមិមហានគរទោះជាឆាជីវិតឯកឧត្តមលោកមានអ្វីគ្រប់គ្រាន់មានតួនាទីខ្ពង់ខ្ពស់លំដាប់ពិភពលោកក៏ដោយប្រភពផ្ដើមពីឧបនិស្ស័យបរិច្ចសមុបាទជាបច្ច័យបាននำកលយ៉ាងមាំនៅបុព្វសិទ្ធិកាតព្វសិទ្ធិបុព្វជាតិបានភ្ជាប់ជាមួយទាំងព្រមដោយអតិវរៈបរមជាតិបុគ្គលិកលក្ខណៈមនសិការនិងឧត្តមគតិជាតិពិតប្រាកដព្រះពន្លឺវិញ្ញាណកម្មមើលឃើញប្រទេសកម្ពុជាស្ថិតក្នុងទិដ្ឋភាពដាច់រស្មីពន្លឺបានធ្លាក់ចូលសភាពងងឹតអន្តរធានទើរលាយសូន្យជាតិទើរតែរលំបាត់ពីផែនទីពិភពលោកម្ដងទៅហើយទើបបែកចេតាយ៉ាងស្រួយស្រាវទោះត្រូវចំណាយធនធានទ្រព្យផ្ទាល់ខ្លួនអស់ប៉ុន្មានក៏ដោយក៏លោកត្រូវតែចេញមុខតតាំងស្លាប់រស់ជាមួយពពួកបនលក់ជាតិទឹកដីនៃរដ្ឋាភិបាលរបបដេរិឆានអាយ៉ងយួនកញ្ចេះដាច់ថ្លៃនិងប្រកាសដកពឹសបនពពួកសត្រូវចោលបរទេសឈ្លានពានលានទឹកដីដែលលោកត្រូវផ្ដើមធ្វើការផ្ដួលរំលំដើម្បីរៀបចំប្រទេសកម្ពុជាដើម្បីឯករាជ្យសន្តិភាពវិវឌ្ឍនភាពសម្បូររុងរឿងក្នុងពេលខាងមុខនេះឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតដាំឆរីអគ្គស្ថាបនិកប្រធានឧត្តមក្រុមប្រឹក្សាខ្មែរជួយខ្មែររំដោះជាតិជាទីគោរពដ៏ពងពោះបំផុតយើងខ្ញុំសំលេងស្នាបណ្ដោះក្រពូជកូនអាស្រ័យខ្មែរនិងឧត្តមក្រុមប្រឹក្សាខ្មែរជួយខ្មែររំដោះជាតិតំណាងជួរមុខសមាជិការបស់ថ្នាក់បណ្ដោះក្រពូជកូនអាស្រ័យខ្មែរនិងឧត្តមក្រុមប្រឹក្សាខ្មែរជួយខ្មែររំដោះជាតិទាំងអស់ជុំវិញសកលលោកដោយមានចែងក្នុងវត្តមានរាយនាមជម្រាបជូនខាងក្រោមយើងខ្ញុំប្រកាសណាអាត្មាភាពព្រះថេរានុថេរៈព្រះភិក្ខុសាមណេរទាំងពីរគណៈសង្ឃធម្មយុត្តនិងមហានិកាយគ្រប់ព្រះអង្គទូទាំងសកលលោកយើងខ្ញុំឧបការនីជាសហការនីប្រធានអនុប្រធានអ្នកទទួលត្រូវទីតាំងតាមតំបន់ភូមិភាគគ្រប់ប្រទេសនានាបុគ្គលិកការិយាល័យរបស់ឧត្តមក្រុមប្រឹក្សាខ្មែរជួយខ្មែររំដោះជាតិព្រមទាំងក្រុមកូនខ្មែរអ្នកស្នាជាតិទាំងអស់យើងខ្ញុំទាំងឡាយជាអតីតមន្ត្រីកងយុទ្ធពលខេមរភូមិន្ទអតីតមន្ត្រីរាជការស៊ីវិលចូលនិវត្តន៍និងអតីតនិស្សិតបញ្ញវន្តបញ្ចប់ថ្នាក់បណ្ឌិតដែលគ្មានការងារធ្វើនៅខាងក្នុងស្រុកនិងនៅឯនាយសមុទ្រទាំងអស់យើងខ្ញុំជាបងប្អូនកូនខ្មែរដែលរស់នៅក្នុងខេត្តខាងលើ
ngày căn đa nâng khmer để ruộng nâu không khai khang crom chia khmerแต่មួយ chia cả xe có cả mắt có nâng pô lô co không sốc nâng crowdประเทศchẳng ọt dư khiêm thằng lai u bà sọ u bà xe ca xe là văn xe là vật tấyนิสิตอภิสังกรมกรุ๊ปสำนักอาสมสำนักมาจากครูวิปัสสนากรรมฐานพระบรมโกศไอไซคลำขนอลตามตีพนมปกเปะบรพจกรีเมียรัตตู้จังประเทศกัมพูชีเยอะขยมกองบรรดมนินจาอัตเคียดมาจากนโกรวมโดยกองกำลังประดับวุธในกองตบจึงจังใบกองกำลังนโกบาลกองจีฟูลอาซาสมาภูมิแต่เชียสมาชิการบบอกหน้าบันดอกกระปุยโกนและใส่ขมายหนึ่งพดดำกลมปรึกษาขมายช่วยขมายรำดอกเชียจังอ๋องหนึ่งกรุบเนี้ยเปียเป็นปีพบโลกแต่ทัดขนองวีระโอกาสนักขัตฤกษ์ทีวีเชียขมายกำนัดระบอกไอกระดำศาสตราจารย์บัณฑิตดำเฉลยกลุ่มรบคูบอายุ60 ประมวลชนเทียนโจล60 ประปีชนต้องไทยตีประมวลไทยแมกรานำปีปอนดับประปีนี้เยอะชมประการนาครบเอาหนึ่งตัวนี้มีกติโยสมจำรันโปหนึ่งสมบรรทุนเกริยาอภิวัตนาไก่กรุบโจมเอาไอจะดำสัตราจาบัณฑิตดำชาไรเกียรติกรุบดอกพวกสมไอจะดำเมตาอนุญาตดอกเยอะชมประการนาครบเอาหนึ่งพุทธบริษัทจังไรบางสันได้นกากรุบจุนโปจะปวดไข้กำนัดระบบไอจะดอมเนียออกาดอมหาโอลารึกนี่เจไรที่มาที่เตจูเจยสัตที่มหัตที่มหากุณาปะเรเมตตาปัญญาธิการาสะสัพพนตรายานิเวรณะสมัตทัสสะเพะเกวะเตาอรหัตเตาสัมมาสัมพุทธัสสะทวัดตึงสัมหาปริศลกนานุเพียเวเนแผ่แวะตัวสัพพแมงกลังและคันตัวสัพพเทวตาสัพพพุทธีนุเพียเวเนสัพพธรรมีนุเพียเวเนสัพพสังคีนุเพียเวเนสติสอไทยแผ่วันโตเตเนขัตยะขะผู้ตานังป้าปะแกะหะนิเวรณะปรัตตาสานุเพียเวเนขันตราเตสังอุปัฏฐเวโดยอนุเพียบในมหาปริศลกนะในเปรียดอมีประเพียเกียเปรียหันต่อประสายยืขยมจังลายทรงกระบังกรมบวรณารัตนีนิมนต์เปรียอนุเพียบมหาเจริญได้เจ้าบารมีเปรียธรรมขันธ์ประไม่เมินบวนป่วนเปรียโลกกัตระทอประบวนเปรียอัทังเกียยีริยะแม่ประไม่เปรียมหาอภิญญาประมวยเปรียสัจญญนาบุญเปรียสัพพลัญญนาดอกเปรียสัพพยุตญญนาหนึ่งโดยอนุเพียบในกิริยาเมตตาการณามุเตตาโอเปขาระบบเปรียมหาปัญจอนาราเนียนเกียรติในกัมพูเนปรายเปรียกกสันโธเปรียโกเนียแกมโนเปรียกาสเปาเปรียสมณโคดมหนึ่งเปรียเตอามิตรหนึ่งปวารณารัตเนียพรหมพองนองวีระวิเลียต่อสมกัวนิมนต์อย่างบารมีเปรียจัตุโลกบาลมหาพรหมบารมีเปรียสตัดบรมจัตตมหาริจกาเปรียมหาอัญญาภิบาลเทพในมหาริทานเตปประสาทวิเมียนเทพแจ้งประมวลตื้อในจักรวาลโสมเปรียการณาดอมเมียนรัตนิมนต์เยียงบันเด้งบอกกำจัดโรคกระซอกทุกกระซอกอันตรายทุกกระอบจุบอัปเมงกะเลียงจังไรทุกกระตูมเนี่ยเนื้ออุปายาสะอัศเมประตูสมูตังพวงเนื้อเกียาเรียงนบ้าประครัวแต่การอัมพีสำนักในนักขัดเริกปปัวยะคนทอบเมียสตร์เนื้อพูดใบไซอาเซรปื้น้องชนามจ้าเราบอกไอ้ดอมสัตราจาบันเด็ดเอ้ยวินี่เรียนโซนอาซาบองบัดออกเต่าอ่อยออกเทียนโจชนามทำไมโตเปรียมหาการณาติกุลประมอมกุมเทียดมนุษย์เตบูเราบอกไอ้ดอมบังปิงมหาบารมีเตียนประสิทธิปริกาบังเกาะโจเกตาเรไซสักเสรสุไซเจียมงกุลอาภิไซประพรมประนามอภินิหาจัตุสรามเทียด
ប្រណំព្រះពលឺរស្មីឆោពនរាសីសតិបញ្ញាញាណភ្លឺស្វាងព្រមដោយបារមីវោហាសម្ដីជាសម្រេចស្ដេចអំណាចរាជសីនិងបន្ទុំកាយសម្បទាក្នុងមហាសីលាធម្មពលរឹងមាំអបគុំរួមផ្ដិតចុះប្រាណជាមួយមហាបព្វសិទ្ធកាតាបសិទ្ធដើម្បីឈានទៅសង្គ្រប់សន្ធប់សម្លាប់អស់វិញ្ញាណទាំងពួងអស់សពអមនុស្សពពួកថ្មិលអន្តរថៃអត្តសាសនាអមនុស្សៈអមនុស្សោមនុស្សនិរិយោមនុស្សបេតោមនុស្សដេរឆាណោជាពួកក្រុមកញ្ជះដាច់ថ្លៃយួនហាណូយក្នុងជួររដ្ឋាភិបាលរបបដេរឆានដែលបានបឺតជញ្ជក់ឈាមអង្គានឆ្អឹងប្រជាប្រដ្ឋខ្មែរជាម្ចាស់នគរនិងជាពពួកថោកទាបដេរឆានបានញ៉ាំងឲ្យមហានគរវឹកវរធ្លាក់ខ្យល់ដណ្ដប់មេឃអស់រយៈកាលជិត40ឆ្នាំមកហើយនោះឲ្យពួកគេនោះបាក់បោកខ្លោចខ្លាចរឹតចាត់ចាយអស់ពីទឹកដីខ្មែរឬបើនៅរាំងមុខដឹងទៅទឹកមុខសឹកបន្តទៀតសូមឲ្យពពួកក្បត់ជាតិនិងពួកបរិវារទាំងអស់ស្លាប់តៃហងពីសំណាក់គួញធ្នូសទិបទេពដ្រូនរបស់បណ្ដំក្រុមឧស្សាហ៍នៃគណៈកម្មការ300នៃរដ្ឋាភិបាលស្រមោលលើពិភពលោករលាយសូន្យសង្ខារទាំងកម្ពុជាត្រកូលលោកជាតិអស់ពីទឹកដីមហានគរជាទីស្រែហានិងវិនិច្ឆ័យបាត់ពីភ្នែកនៃបងប្អូនសញ្ជាតិខ្មែរជាម្ចាស់នគរអស់មួយអន្លើនិងសូមនាំមកនៅការដឹកនាំនាវាត្រៃលោករបស់ឯកឧត្តមនាពេលខាងមុខទទួលបាននៅសេចក្តីសង្ឃឹមបានឯករាជ្យជាតិពិតប្រាកដសុខសន្តិភាពពិតប្រាកដវិវឌ្ឍនភាពសុភមង្គលពិតប្រាកដជាមនុស្សត្រជាក់ជានិរន្តរ៍អមតៈតរៀងទៅផងដែរក៏សូមចម្រើនព្រះគុណនិងអបអរសាទរនៅសក្តានុភាពនៃថ្ងៃកំណើតថ្ងៃ9មករាឆ្នាំ1950របស់ឯកឧត្តមដែលប្រទានចេញពីព្រះព្រំសម្ពីបព្វជិតរបស់ព្រះគុណបារមីទាំងសកលទ្វីបបានអមការពារថែរក្សាដោយមិនដាច់មួយវេលាណារបស់មហាស្ដេចមហិទ្ធិឫទ្ធិបារមីទាំងចក្រវាលទាំង3ប្រសិទ្ធពិតជាបេសកកម្មនៃព្រះបព្វរាជវង្សាខណ្ឌយញាតសត្រាវង្សានុវង្សជាព្រះបិតាព្រះមេតាជាព្រះដ៏មានគុណព្រះដ៏មានបុណ្យគ្រប់ព្រះអង្គបានអន្ទូលកន្សៃសារវិញ្ញាណជាប់បានមកជាប់កាលវេលាកំណើតចំអាទិត្យកម្លាំងព្រះអគ្គីឯកថ្ងៃ9មករា1950ជូនចំពោះឯកឧត្តមនេះបានញ៉ាំងការយោនសម្ភពកំណើតថ្ងៃដ៏ជាជយោភានិងស្របកន្សប់បុព្វសិទ្ធត្រូវតែប្រណិប័តដោយខណ្ឌនឹងបាន នៅមហាបេសកកម្មដ៏ធំធេងក្នុងបុព្វហេតុជាតិមកប្រគល់ជូនឲ្យឯកឧត្តមសាស្ត្រាចារ្យតែម្នាក់ជាពូជគុណខ្មែរនៅស្រែជនបទសុទ្ធសាធដែលបានកំណើតជាមនុស្សទេវសធាតុប្រកបដោយធម៌កើតឡើងដោយធម៌បានមកដោយធម៌មានប្រឡាក់ប្រឡូកទៅដោយទង្វើអមនុស្សធម៌ឬធ្លាប់បានទៅប្រព្រឹត្តកម្មប្រទុះជាតិទទួលបានប្រជៈនៅឧបនិស្ស័យពីព្រះដ៏មានបុណ្យលោកចម្រើនដំកើងស្កើងដោយមហាអំណាចឥទ្ធិពលមានសពសារពើគ្រប់គ្រាន់ជាពិសេសការសម្រេចចិត្តការតាំងចិត្តនិងការបដិញ្ញាចិត្តចេញមុខតតាំងបដូរជីវិតសង្ខារចិត្តចំណាយបច្ច័យហិរញ្ញប្បទានយ៉ាងសន្ធឹកសន្ធាប់ក្នុងការបដួលរំលំដើម្បីធ្វើការរៀបចំគ្រប់គ្រងស្រុកនិងបន្តលើកស្ដារជាតិអភិវឌ្ឍប្រជានុរាស្ត្របណ្ដុះបណ្ដាលឲ្យចម្រើនមានជីវភាពវិវឌ្ឍនភាពឈានទៅរកភាពសម្បូរសប្បាយរុងរឿងនិងកុំស្កើងបែរត្រឡប់ចូលដូចសម័យមហានគរនាសតវត្សទី12វិញឲ្យខាងតែបានសូមប្រដេកបារមីនៃថ្ងៃកំណើតរបស់ឯកឧត្តមដែលព្រះអង្គបានប្រសិទ្ធិពលីការជាបឋមក្នុងពោះអ្នកម្ដាយបានពោផ្ទៃចំនួន9ខែ10ថ្ងៃនឹងនៅតែបន្តបំពេញទានបារមីបន្តបង្កក់ប្រសិទ្ធបន្តរហូតមកទល់នឹងឯកឧត្តមមានជន្មាយុគម្រប់អាយុ66ឆ្នាំឈានចូល67ឆ្នាំនេះនាំមហិទ្ធិឫទ្ធិអំណាចចេស្តាបារមីមេត្តាព្រះបោះជំរះឲ្យស្អាតអស់កុំឲ្យមានជាប់មន្ទិលក្នុងសតិអារម្មណ៍កុលបុត្រកុលធីតាខ្មែរចំនួនថ្មីបានយល់ដឹងបានឃើញសោះឡើយសូមកុំឲ្យដូចជាអំឡុងកាលដែលមហានគរមានការបែកបាក់សាមគ្គីគ្នាបង្កចម្បាំងរាំងជលដោយបរទេសលុកលុយរាតត្បាតប្រទេសក៏បានធ្លាក់អន្តរកម្មចាប់ពីក្រោយសតវត្សទី13ដែលបន្ទាប់ក្រោយឆ្នាំបន្តនោះមក
ត្រូវបានពពួកមេដឹកនាំរបបរាជានិយមគ្រប់ចំនួនមុនបង្កប់មហិច្ឆតាលំោកអំណាចផ្ដាច់ការអាត្មានិយមសក្តិភូមិរាជានិយមគ្រួសារបុគ្គលនិយមជាយាមដោយអសមត្ថភាពអវិជ្ជាតណ្ហាក្រុមមុខធ្វើឲ្យរលាយទៅឥតឈប់ឈរប្រើអំណាចផ្ដាច់ការមិនព្រមមូលមតិឯកច្ឆន្ទណាមួយជាដំណោះស្រាយបន្តយកជីវិតកូនខ្មែរមកធ្វើជាឈ្នន់ជន់ឈ្លីជីវិតកូនខ្មែរឲ្យធ្វើជាខ្ញុំតិចតែថ្លៃបោះបង់ចោលប្រឡែងចោលកូនខ្មែរយ៉ាងសែនវេទនាជាទីបំផុតលុះបន្តក្នុងសតវត្សទី17ហើយចេះតែបន្តជាសង្គ្រាមគ្នាឯងនិងពួកអវិជ្ជាបានតាំងខ្លួនជាបរិសុទ្ធខ្លាំងតាំងខ្លួនពូកែសត្រូវនៅក្បែរខាងក៏ឆ្លៀតឱកាសរកទន្ទ្រានរហូតសហសវត្សទី21វិនិស្សកម្មរលាយតិចចំតមកដល់នឹងរបបដេរិឆានក្រោយនេះបាននាំគ្នាក្បត់ជាតិនិងបានដឹកដៃក្រុមពពួកបិសាចសុទ្ធតែជាសត្រូវសួរពូជចូលមកបំផ្លាញធនធានធម្មជាតិទ្រព្យសម្បត្តិជាតិជាគេដូនតានិងសម្រាប់អត្តសញ្ញាណជាតិសាសខ្មែរឲ្យរលាយនិងបង្ហាញគ្មានសល់សឹងគ្មានឃើញជាតិខ្មែរនិងវត្តមានសពថ្ងៃនេះឡើយទន្ទឹមនឹងមហាសង្ឃាតកម្មដែលមានដឹកនាំខ្មែរគ្រប់ចំនួនទាំងកម្ពុជាអំបូរស្ដេចទាំងកម្ពុជារាជពីការខួរអសមត្ថភាពបានដឹកនាំប្រទេសឲ្យធ្លាក់ក្នុងរណ្ដៅមរណៈគ្មានងើបផុតជាទីសង្ឃឹមបានយើងខ្ញុំទាំងអស់គ្នាជាកូនខ្មែរបានចាត់ទុកខែមករាជាខែអបមង្គលាំងផងជាខែផ្ដល់សិទ្ធិសេរីភាពផងជាអាចព្រះលោកបានប្រទានពរថ្ងៃទី9ខែមករាឆ្នាំ1950ជាខែមហិទ្ធិឫទ្ធិកំណើតកាលជារបស់ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតដាំឆារីខែមករាសូមទ្រង់យាងមកបង្កក់សេរីសួស្តីប្រសិទ្ធិបលីការថ្ងៃ9ខែមករាឆ្នាំ2003ខួបកំណើតរបស់ឧត្តមក្រុមប្រឹក្សាខ្មែរជួយខ្មែរក្រុមដល់ជាតិខែមករាសូមមហាតិចបារមីអភិសេកជោគជតារិស័យជូនលោកដូណាល់ត្រាំជាដៃគូរបស់ឯកឧត្តមបណ្ឌិតដាំឆារ៉េដែលក្រោយចូលមកកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកជាផ្លូវការអបដោយគណៈរដ្ឋមន្ត្រីសុទ្ធតែមហាសេដ្ឋីពិភពលោកនៅថ្ងៃទី20ខែមករាឆ្នាំ2017នេះទន្ទឹមពេលលាវរៈបដិបត្តិសារអំណរសាទរនិងជូនពរខាងលើនេះខែមករានេះជាខែអសេរពឹសចង្រៃអត្តបាទជាខែនៃវាលវិឃាតជីវិតកូនខ្មែរយ៉ាងសាហាវព្រេងផ្សៃបំផុតជាពិសេសឆ្នាំខួប7មករា1979នៃពួកផ្ដាច់ការអធិបតេយ្យភាពពួកចំលើយអយុធធម៌នីតិរដ្ឋភាពពួកអសូរកាយព្រាយបិសាចជញ្ជក់បឺតឈាមអង្គាមឆ្អឹងរាជខ្លួនឯងរបស់ពួកបងកម្មាភិបាលខ្មែរយមិញលុកក្បាលទាំងពីរក្រុមទាំងសម្ដេចចខ្វាក់ភ្នែកទូលហ៊ុនសែននិងទាំងខ្មោចលោកប៉ែនសវណ្ណបានដណ្ដើមគ្រាយកមុខយកមាត់ជាមួយអាយុវេថ្មីខ្មៅប្រជែងងារបនស័កកាប់មុខមានសតិសម្បជញ្ញៈតាំងខ្លួនធ្វើជាបិតា7មករាបន្តវាលវិឃាតនៃរបប3ឆ្នាំ8ខែ23ថ្ងៃសំលេងស្នាលមនោក្រពួយគុណអាស្រ័យខ្មែរនិងឧត្តមក្រុមប្រឹក្សាខ្មែរជួយខ្មែររំដោះជាតិសូមឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតអគ្គស្ថាបនិកមេត្តាអនុញ្ញាតក្នុងឱកាសអបអរសាទរនឹងជូនពរនេះឲ្យកូនខ្មែរដែលមិនព្រមតាមដានសាច់រឿងឲ្យយល់ស៊ីជម្រៅរបស់ស្នាលមនោក្រពួយគុណអាស្រ័យខ្មែរដៃពីយុទ្ធសាស្ត្រឧត្តមក្រុមប្រឹក្សាខ្មែរជួយខ្មែររំដោះជាតិបញ្ញាកម្ចាត់ពួកក្បត់ជាតិដែលនៅតែខុបខិតគ្នាកាត់ដីឲ្យយួនជាបន្តមិនមែនជាទឹកដីអ្វីតែពពួកតកូលហ៊ុននិងប៉ះពួកជាទឹកដីរបស់កូនខ្មែររួមឈាមតែមួយដូច្នេះបើពួកអាយ៉ងខ្ញុំកញ្ចេះដាច់ថ្លៃនៅតែផ្កើនឹងអំពើនេះកូនខ្មែរទាំងអស់នឹងធ្វើតុលាការខ្លួនឯងដោយនាំយកច្បាប់ធម្មជាតិជាម្ចាស់នគរមកដោះស្រាយដោយអាស្រ័យតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចុះថ្ងៃទី23ខែតុលាឆ្នាំ1991ធ្វើជាគ្រឹះយើងមើលឃើញកូនខ្មែរភាគច្រើនមិនសូវហ៊ានចេញមុខតស៊ូទេស្លូតដូចងោះស្មោះត្រង់ឡើងអស់ពីខ្លួនឆាប់ភ្លេចសតិឆាប់ជន់ចិត្តឆាប់អាណិតឆាប់រត់ប្រហាយោឆាប់ជឿគ្មានហេតុផលនៅកលមីយាខ្មាំងឆាប់ស៊ីជូឆ
ឆាប់ស្រូបសៀវស្រើបឃើញស្រីស្អាតមិនបានឆាប់ភ្លេចខ្លួនឆាប់ភ្លេចជាតិកំណើតខ្លួនជាខ្មែរឆាប់កាត់កំពូជទៅរកពពួកដេរឆានខឹងអ្វីមួម៉ៅគ្មានការពិចារណាដឹងតែសម្លាប់ទោះបីជាម្ដាយបង្កើតក៏ដោយនេះគឺជាចរិតខ្មែរចំនួនថ្មីមិនសូវដោយខ្មែរនៅចំនួនសតវត្សទី11និងទី12ទេដូច្នេះកូនខ្មែរអ្នកស្នេហាជាតិត្រូវយកកម្លាំងបារមីពីសតវត្សទី11និងសតវត្សទី12មកប្រើនៅសតវត្សទី21នេះឡើងវិញពួកបនចយួនបានសម្លាប់ពូជខ្មែរបានយើងនៅសហសតវត្សនេះអាចសម្លាប់យួនបានដូចគ្នាដែរយកឈាមមកសងឈាមយកឈាមវាមកលាងឈាមខ្មែរវិញបើសិនជាប្រទេសយើងរលាយនោះមិនមែនជាកំហុសអ្នកដឹកនាំទេច្បាស់ណាស់ថាជាកំហុសពួកយើងជាពលរដ្ឋដែលចេះតែអោបដៃមើលភាពរលំរលាយនៃប្រទេសរបស់យើងសូមមេត្តាឈប់ប្រើពាក្យថាខ្លាចក្នុងការចូលរួមបញ្ចេញមតិនយោបាយនិងការសម្ដែងឆន្ទៈខ្លួនដែលមានដើម្បីតបតប្រឆាំងនៅទង្វើទាំងឡាយរបស់ពួកអាយ៉ងកញ្ជះហិនយងរបបដេរឆានដោយសារតែបងប្អូនប្រជាពលរដ្ឋមិនប្រើសិទ្ធិជំទាស់នឹងនៅតែមានស្មារតីខ្លាចរអាសួរថាតើដឹងថាវាកើតអ្វីទេចំពោះពួករដ្ឋាភិបាលដេរឆាននេះគឺការខ្លាចរបស់ពួកយើងជាពលរដ្ឋនេះធ្វើឲ្យពពួកនយោបាយប្រជាបធិបោកប្រាស់បន្តការបោកប្រាស់បន្តការជិះជាន់និងបើកផ្លូវឲ្យអ្នកនយោបាយដឹកនាំប្រទេសកាន់តែអួតអេងអាងហើយជិះសេះលេងដៃរហូតវិនិច្ឆ័យខ្ទេចទីដោយបច្ចុប្បន្នដែលជាតថាភាពឆ្លុះបញ្ចាំងការពិតមិនអាចប្រកែកបានយើងគ្រប់គ្នាតែងតែចោទថាវិនិច្ឆ័យកម្មនេះជាកំហុសអ្នកនេះជាកំហុសអ្នកនោះតែយើងប្រហែលជាមិនបានគិតទេថាក៏មានចំណែកដ៏ធំខ្លាំងផងដែរជាកំហុសរបស់យើងដូចគ្នាព្រោះប្រទេសនេះជាប្រទេសយើងទាំងអស់គ្នាមិនមែនជារបស់បកណាឬក្រុមអ្នកនយោបាយណាទេមានមនុស្សជាច្រើនតែងតែសួរនាំយើងខ្ញុំថាតើពួកក្រុមកូនអ្នកខ្មែរស្នេហាជាតិទាំងអស់លោកខ្លាចដែរឬទេយើងខ្ញុំសូមផ្ដល់ចម្លើយបញ្ជាក់ថាវាគ្មានអីគួរឲ្យខ្លាចទេព្រោះនេះជាកាតព្វកិច្ចរបស់យើងក្នុងនាមជាពលរដ្ឋតែប៉ុណ្ណោះសូមបញ្ឈប់ការសម្លឹងមកលើពួកយើងខ្ញុំដោយវាតម្លៃថាពួកយើងខ្ញុំជាអ្នកវិភាគជាអ្នកនយោបាយជាសកម្មជននយោបាយទៀតទៅយើងខ្ញុំជាពលរដ្ឋធម្មតាសាមញ្ញដូចគ្រប់គ្នាអញ្ចឹងគ្រប់គ្នាអាចតស៊ូមតិបញ្ចេញនូវមតិប្រឆាំងភាពមិនត្រឹមត្រូវបានដូចគ្នាសំខាន់នោះគឺថាតើប្រជាពលរដ្ឋភាគច្រើននោះមានសុឆន្ទៈមោះមុតក្នុងការសម្រេចចិត្តការលះបង់ការរអាការអាកាត់សេចក្តីនិងមានភាពក្លាហានដែរឬទេក្លាហានឡើងនៅសល់ពេលវេលាតិចតួចណាស់ដែលក្រុមយើងមានពេលមកបញ្យល់ប្រាប់ឲ្យយល់លើសពីអ្វីដែលមាននៅក្នុងខ្នាតបណ្ដោះក្រពូជកូនអត្រាខ្មែរដែលយើងខ្ញុំបានបញ្ចេញជំរាបប្រាប់ជាង1ឆ្នាំមកហើយនោះឡើយរបស់កំហើញជាផាតាងនឹងការផ្ដល់ឱកាសជូនដល់កូនខ្មែរមានឈាមលោហិតជាខ្មែរដើម្បីចូលរួមគ្រប់គ្រងស្រុកបន្ទាប់អំពីការបង្ហាញថាយើងមានបរិធានយុទ្ធសាស្ត្រ3យ៉ាងធំត្រៀមព្រមនឹងធ្វើការផ្ដួលរំលំរបបដេរឆាននោះវានៅសល់តែការលបអន្ឆែតគឺពេលវេលាកំណត់នឹងមកកំទេចពពួកកញ្ចះស្រកីយឿដែលយើងមិនប្រាប់នៅពេលនោះបានប៉ុណ្ណោះយើងសូមបញ្ជាក់ហើយបញ្ជាក់ទៀតយើងខ្ញុំមិនខ្លាចពួកបរិទ្ធយោបិសាយួនចិនជាដាច់ខាតពីព្រោះយើងខ្ញុំទាំងអស់គ្នាជាម្ចាស់នគរវាចូលមកប្លន់ទឹកដីយើងបានជាវាធ្វើកលមយាលៀនពៀនកម្ពុជាតែវានិយាយថាចូលមកជួយរំដោះជីវិតកូនខ្មែរពីរបបអាវខ្មៅ3ឆ្នាំ8ខែ23ថ្ងៃយើងខ្ញុំបានអំពាវនាវនឹងដាស់ប្រលឹងបងប្អូនខ្មែរសូមកុំដេកលក់យូរពេកហើយទុកឲ្យខ្មាំងគេចូលមកអាកឆាវដូចមុនទៀតសូមប្រាប់ថា
ប្រំពិលមករាជាថ្ងៃដែលពពួកអាសកេយឿនកន្ទប់យួនចូលមកសន្លប់ខ្មែរគ្រប់រូបភាពទាំងប្រើអាវុធរួចហើយវាបញ្ចូលជាតិគីមីក្នុងម្ហូបចំណីឲ្យស្លាប់បណ្ដាច់ពួយខ្មែរបន្ថែមម្ដេចឡើយនៅតែគ្រប់គ្រងពួកវាទាំងស្រពេចស្រពិលនិងមិនជឿការណែនាំពីថ្នាក់បណ្ដោះក្រោះពួយកូនអាស្រ័យខ្មែរនិងធ្វើការពិចារណាឲ្យបានស៊ីជម្រៅដោយខ្លួនឯងសូមបញ្ជាក់នៅករណីសំខាន់ជាលទ្ធផលនៃថ្ងៃ7មករាដែលនាំឲ្យខ្មែរខាត់បង់ទឹកដីរលាយអត្តសញ្ញាណជាតិខ្មែរតាមសន្ធិសញ្ញាខុសច្បាប់ថ្មីជាច្រើនក្បាច់ដូចជា1សន្ធិសញ្ញាព្រំដែនទឹកខុសច្បាប់ឆ្នាំ1982ចុះហត្ថលេខាដោយហ៊ុនសែននិងវៀងគួរថាច់កាត់ដីកោះត្រល់ឲ្យទៅយួន2សន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ1983នាំឲ្យមានសន្ធិសញ្ញាថ្មីលម្អិតឆ្នាំ1985 3សន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ1985បានបង្កើតផែនទីថ្មីបោះពុំនៅយួនហើយបានបោះបង្គោលព្រំដែនថ្មី72បង្គោល4សន្ធិសញ្ញាព្រំដែនបំពេញបន្ថែមឆ្នាំ2005លើសន្ធិសញ្ញាព្រំដែនខុសច្បាប់1985ដោយលោកហ៊ុនសែនជាមួយយួនបានបង្កើតបង្គោលព្រំដែនថ្មីចំនួន353បង្គោលហើយប្រើផែនទី UTM 1/50,000ដែលផ្ទុយរដ្ឋធម្មនុញ្ញក្នុងមាត្រាទី2ជាដើមលក្ខនិងលក្ខក្នុងពេលថ្មីនេះពួកក្បត់ជាតិពួកតកោហ៊ុនបានប្រកាសនឹងប្រារព្ធពិធីបុណ្យខួប7មករាដោយយករថក្រោះមកធ្វើព្យុហយាត្រាស្វាគមន៍ផងពួកលោកខ្ជិះជាលុយជាយឺជាមរាដែលយករថក្រោះរត់ពីដែកដែលដើរជាក្បួនមកគម្រាមនិងបង្អើលកង្កែបនៅក្នុងអណ្ដូងនិងស្រមោចសង្អានៅក្នុងលូទឹកស្អុយឬតាមផ្ទះយួនតាមផ្លូវđườngហែមតែប៉ុណ្ណោះសំលេងស្នើបណ្ដោះក្រពួយកូនអាស្រ័យខ្មែរនិងឧត្តមក្រុមប្រឹក្សាខ្មែរជួយខ្មែររបស់ជាតិបានជម្រាបប្រាប់ញយហើយយើងខ្ញុំជាមនុស្សកើតចេញពីទឹកដីខ្មែរមានសញ្ជាតិជាខ្មែរដែលម្ដាយយើងគ្រប់គ្នាបានផ្ដល់កំណត់ជីវិតរស់នៅបានមកដល់សប្តាហ៍នេះចេះនិយាយជាខេមរៈភាសារស់នៅលើទឹកដីខ្មែរដែលពិភពលោកបានឲ្យនិទេសចំណាត់ថ្នាក់ជាអាណាចក្រចក្រភពមហានគរមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញមានរតនវត្ថុដ៏មានតម្លៃមិនអាចកាត់ថ្លៃបានយើងមិនគួរបែកបាក់គ្នាបន្តទៀតទេយើងត្រូវតែបង្រួបបង្រួមជាខ្មែរតែមួយយើងត្រូវយល់ឲ្យកាន់តែច្បាស់ថាខ្មែរយើងមិនមែនអន់ដូចពពួកចិនយួនដែលគ្មានអ្វីអស្ចារ្យលើសពីអាណាចក្រខ្មែរដែលមានបេតិកភណ្ឌជាតិនិងសម្បត្តិធម្មជាតិសម្បូរបែបហើយដូច្នេះហើយបានជាពួកពូជសាសន៍វៀតទីនិយមបានមកបឺតជញ្ជក់យកកេរមរៈរបស់កូនខ្មែរធ្វើជាកម្មសិទ្ធិរបស់វាឥតឈប់ឈរវាគ្មានសមត្ថភាពធ្វើដោយខ្មែរបានទេពួកវាជាប្រទេសដ៏សែនអន់បំផុតប៉ុន្តែមហិច្ឆតារបស់វាចូលចិត្តចូលមកលុកលុយរំលោភជ្រៀតពានខ្មែរបានចុះខ្មែរធ្លាប់ខ្លាំងប៉ុណ្ណឹងមិនដេចបណ្ដោយឲ្យពពួកទាំងនេះធ្វើអនុត្តរកម្មអ្វីស្រេចតែអំពើចិត្តគឺព្រោះតែពួកមេដឹកនាំខ្មែរវាល្ងងក្បត់ជាតិតាំងខ្លួនជាអ្នកដឹកនាំបែរជាមកផ្ដោតសិទ្ធិឲ្យពពួកយួនចិនដឹកចំមកដឹកនាំជិះជាន់ប្រជាពលរដ្ឋខ្លួនឯងជំនួសទៅវិញខ្លួនឯងគិតតែសុភមង្គលគ្រួសារខ្លួនឯងមិនគិតដល់សេចក្តីវេទនារបស់រាជបន្តឲ្យយួនលួចប្លន់រតនវត្ថុជាមរតករួមរបស់ខ្មែរប្លន់ទ្រព្យសម្បត្តិរួមខ្មែរនិងប្លន់កំទេចបំបត្តិអត្តសញ្ញាណជាតិខ្មែរនេះហើយពពួកក្រុមក្បត់ជាតិពួកក្រុម7មករាទាំងមនុស្សជាតិដែលឆានទាំងពពួកសង្ឃទ្រុសិលដែលរំលោភសាសនាខ្មែរឯងតែងតាំងមនុស្សនិងបបួសមនុស្សឲ្យធ្វើជាមេដឹកនាំសាសនាក៏អសមត្ថភាពល្ងងខ្លៅដែលកូនចៅខ្មែរយើងដាក់ប្រនាមជាសម្ដេចសង្ឃ7មករាទាំងព្រមតែម្ដងចំណែកស្ដេចមួយអង្គគង់ចាំតែបក់រុយរោមនិងប្រថាប់ត្រាបានត្រឹមតែបើកឆ្នាំងបាយប្រជារាស្ត្រដោយគ្មានដំណោះស្រាយដូច្នេះបើស្ថានភាពនយោបាយសេដ្ឋកិច្ចសង្គមគិច្ចអធិបតេយ្យបូរណភាពទឹកដីនិងជីវិតប្រជាពលរដ្ឋធ្លាក់ដល់បាតដើរហួសនិស័យបែបនេះទៅហើយ
ដាច់ក្នុងនាមជាព្រះរាជាគ្រប់គ្រងប្រទេសមួយគ្មានប្រតិកម្មជាអវិជ្ជមានឬអសមត្ថភាពក្នុងការដោះស្រាយនៅរាល់បញ្ហានោះទេគឺមានតែត្រូវដាក់រាជសម្បត្តិដើរចេញពីព្រះរាជបល្ល័ង្កឬក៏ត្រូវប្រគល់អំណាចមកជូនប្រជាពលរដ្ឋជាម្ចាស់អំណាចម្ចាស់នគរឡើងវិញបើនៅតែម្នាក់មិនប្រគល់ទេគង់តែថ្ងៃណាមួយប្រជាពលរដ្ឋនឹងដកសេចក្តីទុកចិត្តដកអំណាចមកគ្រប់គ្រងដោយប្រជាពលរដ្ឋម្ចាស់អំណាចដោយខ្លួនឯងវិញដោយយល់ឃើញថាម្នាក់បានត្រឹមតែត្អូញត្អែរអ៊ូរទាំឈឺចិត្តខ្លាចស្លាប់ចោលគ្រួសារហើយដូច្នេះហើយបានជាឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតដាមឆារ៉ៃរួមជាមួយក្រុមកូនខ្មែរអ្នកស្នេហាជាតិពិតប្រាកដលោកបានចេញមុខការពារនៅសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសចុះថ្ងៃទី23ខែតុលាឆ្នាំ1991និងចេញមុខតទល់ស្លាប់រស់ជាមួយក្រុមអាយ៉ងនៃរបបដេរិឆាននិងតទល់ដល់ពឹសចិនយួនដែលជាអង្គការចាត់តាំងរបស់អាយ៉ងហ៊ុនសែនឲ្យដកខ្លួនចេញឲ្យឆ្ងាយពីក្រុមក្បត់ជាតិទុច្ចរិតកេងប្រវ័ញ្ចរាជត្រួតត្រងបើពុំដូច្នោះទេប្រទេសទាំងពីរនេះក៏ត្រូវបានជួបនៅផលវិបាកផ្ទៃក្នុងប្រទេសរៀងខ្លួនជាកិច្ចបញ្ចប់ក្នុងសារអបអរសាទរនិងជូនពររួមជាមួយនឹងការបញ្ជាក់នៅគ្រោះថ្នាក់វិនាសកម្មបណ្ដាលមកអំពីទិវា7មករា1979របស់ពពួករដ្ឋាភិបាលដេរិឆានជាមេដឹកនាំគណដ្ឋិយួនកុម្មុយនីសហាណូយអាយ៉ងកញ្ចេះដល់ថ្លៃរោមទាំងវិបត្តិជីវិតប្រទេសមកពីគ្រោះថ្នាក់ជាហានិភ័យមកពីភាពប្រងើយកន្តើយអសមត្ថភាពរបស់ព្រះជាម្ចាស់ជីវិតនគរលើត្បូងក្នុងការគ្រប់គ្រងស្វែងរកសុខសន្តិភាពសុខមាលភាពជូនប្រជារាស្ត្រនិងសុភមង្គលជូនដល់ម្ចាស់នគរមិនបានដោយបានជម្រាបជូនមកខាងលើសូមបញ្ចប់តែត្រឹមប៉ុណ្ណេះសារជាថ្មីម្ដងទៀតយើងខ្ញុំសូមលេខឆ្លាមដល់ក្របពួយកូនអាស្រ័យខ្មែរនិងឧត្តមក្រុមប្រឹក្សាខ្មែរជួយខ្មែររបស់ជាតិសូមក្រាបបង្គំនិងសូមបបារណារតនាព្រះពុទ្ធពរទាំង5ប្រការគ្រប់ជូនចំពោះឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតដាមឆារ៉ៃទទួលបាននៅសក្តានុពលភាពជ័យយុភាពគឺអាយុវណ្ណៈសុខៈពលៈនិងបដិភាណៈកំបីគ្លៀងគ្រាឡើយសូមឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតមេត្តាទទួលនៅសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំធ្វើនៅថ្ងៃទី7ខែមករាឆ្នាំ2017យើងខ្ញុំសមាជិកសមាជិកាសម្លេងថ្លាបណ្ដោះក្របពួយកូនអាស្រ័យខ្មែរនិងឧត្តមក្រុមប្រឹក្សាខ្មែរជួយខ្មែររំដោះជាតិបាទសូមអរគុណនិងសូមជម្រាបលារាត្រីសួស្តី